របាយការណ៍ស៊ើបអង្កេតរបស់កាសែតបរទេសរកឃើញថាថៃរំលោភច្បាប់អន្តរជាតិក្នុងចំនួនព្រំដែនជាមួយកម្ពុជាបន្ទាប់ពីមានភាពមិនច្បាស់លាស់អស់រយៈពេលជាច្រើនខែជុំវិញចំនួនព្រំដែនកម្ពុជាថៃការស៊ើបអង្កេតទ្រង់ទ្រាយធំចុងក្រោយបង្អស់ពីសារព័ត៌មាន The New York Editorial បានបង្ហាញនូវការពិតជាក់ស្ដែងមួយថាប្រទេសថៃបានរំលោភបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរតាមរយៈការប្រើប្រាស់កម្លាំងយោធាហួសហេតុនិងអាវុធហាមឃាត់តាមទិន្នន័យអន្តរជាតិបានឲ្យដឹងថាប្រទេសថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ដើម្បីវាយប្រហារតាមអាកាសជាការសងសឹកទៅនឹងការផ្ទុះមីនដែលបង្ករបួសដល់ទាហានម្នាក់ដែលទង្វើនេះត្រូវបានអ្នកស៊ើបអង្កេតចាត់ទុកថាជាការឆ្លើយតបដែលហួសហេតុបំផុតអ្វីដែលគួរឲ្យរន្ធត់ជាទីបំផុតនោះការស៊ើបអង្កេតបានបញ្ជាក់ថាកងទ័ពថៃបានប្រើប្រាស់គ្រាប់បែកចង្កោមដែលជាអាវុធត្រូវបានហាមឃាត់ដោយច្បាប់អន្តរជាតិការប្រើប្រាស់អាវុធនេះបានបណ្ដាលឲ្យកុមារាកម្ពុជាអាយុ10ឆ្នាំម្នាក់នៅខេត្តព្រះវិហារបានបាត់បង់ជីវិតយ៉ាងអនាចអធមរបាយការណ៍ដដែលបានលាតត្រដាងពីយុទ្ធសាស្ត្រសង្គ្រាមចិត្តសាស្ត្រដ៏អមនុស្សធម៌ដោយកងកម្លាំងថៃបានប្រើប្រាស់ឧបករណ៍បំពងសម្លេងចាក់សម្លេងខ្មោចសម្លេងឆ្កែលូនិងភ្លេងបន្សពនៅវេលាម៉ោង3ទៀបភ្លឺចូលមកក្នុងភូមិឋានប្រជាពលរដ្ឋកម្ពុជាដើម្បីបន្លាចនិងបង្កការភ័យខ្លាចដល់កុមារនិងជនស៊ីវិលភស្តុតាងដែលប្រមូលបានបង្ហាញថារដ្ឋាភិបាលទីក្រុងបាងកកបានប្រើប្រាស់វិបត្តិព្រំដែននេះជាឧបករណ៍ឃោសនាបោះឆ្នោតដើម្បីទាញយកប្រជាប្រិយភាពដោយសុកចិត្តយកជីវិតពលរដ្ឋស្លូតត្រង់មកធ្វើជាល្បែងនយោបាយទោះជាយ៉ាងណាក៏ដោយការស៊ើបអង្កេតនេះក៏បានគូបញ្ជាក់ថាភាគីកម្ពុជាក៏មានចំណែកក្នុងវិបត្តិនេះដែរបញ្ហាទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានិងការសម្រេចចិត្តនយោបាយមួយចំនួននៅភ្នំពេញត្រូវបានចាត់ទុកជាកត្តាដែលរុញច្រានឲ្យមានភាពតានតឹងនេះឡើងប៉ុន្តែសេចក្តីសន្និដ្ឋានចុងក្រោយរបស់ The New York Editorial គឺច្បាស់លាស់បំផុតទោះបីជាការបង្កឲ្យមានវិបត្តិជារឿងមិនល្អប៉ុន្តែការបើកការវាយប្រហារដោយខុសច្បាប់និងការប្រើប្រាស់អាវុធហាមឃាត់លើជនស៊ីវិលគឺជាការរំលោភច្បាប់អន្តរជាតិដែលមិនអាចប្រកែកបាន